for my lunch. យប់មិញពួកខ្ញុំនាំគ្នាមកដេតនៅផ្ទះបាយពាក្យថាដេតហ្នឹងគឺចំណាយពេលជាមួយនឹងមនុស្សដែលយើងស្រឡាញ់សូមជម្រាបសួរបងប្អូនទាំងអស់គ្នាហើយផ្ដាំផ្ញើក្តីនឹករលឹកពីចម្ងាយផងពួកខ្ញុំរៀបចំអាហារសម្រាប់ថ្ងៃត្រង់ស្អែកអាហារមួយនេះខ្ញុំមានគ្រូបង្រៀនពិសេសគឺស្នេហាខ្ញុំនឹងឯងឈ្មោះបងម្ហូបនេះឈ្មោះថាលូសានញ៉ាបន្លែមាន3មុខមានខ្ទឹមបារាំងការ៉ុតហើយនិងសេឡារីដាក់ចូលជាមួយគ្នាទៅម្ដងមិនចាំបាច់កូរមុនកូរក្រោយទេធ្វើយ៉ាងណាឲ្យតែឆ្អិននិងឈ្ងុយគាត់ក៏បរៀនពីរបៀបដាក់ចៀនសាច់គោដែរគឺកាប់ពិតទៅត្រូវលីងក៏បានដែរតែគាត់ថាលីងគឺមិនសូវចេញជាតិល្អហើយនឹងឈ្ងុយទេគាត់ថាឲ្យដាក់អញ្ចឹងបែបនេះទៅចាក់ចូលខ្ទះម្ដងបន្តិចគឺធ្វើយ៉ាងណាឲ្យវាមានដូចថាយើងដុតបន្តិចដែរសិនដើម្បីយកជាតិឈ្ងុយនិងបញ្ចេញជាតិទឹកឲ្យអស់ហើយវាមិនចាំបាច់ល្អឥតខ្ចោះទាំងម្ដងទេហើយនេះគឺជាទឹកស្រាធ្វើម្ហូបចាក់ស្រាសម្រាប់ធ្វើម្ហូបនេះដើម្បីឲ្យសាច់វារាងផុយបន្តិចហើយនឹងមានសំណើមល្អបងស្លឹកថែមចូលបងស្លឹកប៊ីហើយដាក់នាងវងក្រៀមចូលដែរប្រភេទជីក្រៀមទាំងអស់នេះដាក់ទៅដើម្បីឲ្យឈ្ងុយហើយមិញក៏មានអល់ស្ប៉ៃហើយដុំស៊ុបទឹកពេញប៉ោះខាប់មួយស្លាបព្រាបាយពេញប៉ោះធម្មតាមួយកំប៉ុងហើយលាយទឹកក្នុងកំប៉ុងហ្នឹងលាងយកមកចាក់ចូលកូរវាឲ្យសព្វឲ្យឆ្អិនមើលទៅឆ្អិនឡើងខាប់ល្អហើយបើលាយជាមួយនឹងម្សៅធ្វើនំកូរហើយដាក់ជាមួយនឹងទឹកដោះគោកូរវាឲ្យឡើងខាប់ទុកវាមួយនៅលើសិនបន្ទាប់មកបន្ថែមឈីសចូលពពួកឈីសនេះគឺធ្វើពីទឹកដោះគោឬទឹកដោះពពែនឹងឯងបងប្អូនអើយនៅស្រុកនេះគេសម្បូរណាស់ពួកខ្ញុំដាក់ឈីសចូលហើយក៏កូរវាទៅដើម្បីឲ្យឡើងខាប់ឲ្យឈីសវារលាយចូលជាមួយនឹងទឹកដោះគោនោះគ្រូបរៀនខ្ញុំគេបរៀនពីរបៀបដាក់មីប្រទេសឬក៏ពួកប៉ាស្តាប្រទេសហ្នឹងហើយគាត់និយាយថាមុននឹងដាក់ហ្នឹងត្រូវដាក់សាច់ចូលពីក្រោមមុនសិនបន្ទាប់មកដាក់មីប្រទេសឬប៉ាស្តាប្រទេសនឹងចូលទៅយើងរៀបសាច់ពីលើមិនលើរួចចាក់ទឹកអាឈីសដែលយើងកូរនឹងចូលទៅឈីសទៅដោះគោនោះធ្វើវារហូតដល់អស់រហូតដល់យើងថាមួយស្នើនឹងអស់ហើយបានបន្ថែមឈីសដែលយើងឈូសពីលើថែមទៀតពួកខ្ញុំដាក់ឈីសពីរប្រភេទ mozzarella cheese ហើយឈីសមួយទៀតឈ្មោះថា cheese cheddar ដាក់វាទាំងអស់ទៅរឹតតែច្រើនរឹតតែឆ្ងាញ់សិនដុតនំនោះយើងបើកឲ្យក្តៅសិនបើកឲ្យក្តៅដល់នាទីគេត្រឹមត្រូវបានពួកខ្ញុំដាក់ចូលទៅចំណាយពេលប្រហែល45នាទីនេះជាលទ្ធផលបន្ទាប់ពី45នាទីក្រោយមកទាញចេញមកក្លិនឡើងឈ្ងុយតែទុកចាំព្រឹកសិនចាំហូបជម្រាបលាសិនបងប្អូនចាំជួបគ្នាក្នុងវីដេអូក្រោយ